ឥឡូវអ្នកនរគ្នាខ្ញុំបង្ហាញពីកម្មវិធី Photoshop ដែលភ្ជាប់មកជាមួយ AI ច្រើនហើយគេ free ឲ្យយើងប្រើមួយឆ្នាំពេញហើយអត់ត្រូវការcredit card ឬក៏អីស្មុគស្មាញទេគឺយើងតម្លើងនៅលើ browser ប្រើហ្មងអញ្ចឹងអ្នកនរគ្នា search Adobe Photoshop extension មកហើយចុចបើកមកចាំមកទៀតអ្នកនរគ្នាកុំភ្លេចចុចចូលនៅក្នុង channel របស់ខ្ញុំហើយចុច join channel ផងដើម្បីទទួលបានវីដេអូផ្សេងៗទៀតខ្ញុំនឹង post វីដេអូនៅក្នុង channel ហ្នឹងចឹងអ្នកនរគ្នាចុច link នៅលើ description ហ្នឹងមកលើ caption ហ្នឹងមកខ្ញុំដាក់ link ឲ្យចុចចូលទៅ join channel ខ្ញុំមួយផងចុច add to Chrome ចុច add extension មកដល់មកទៀតចាំបន្តិចវាចម្លើយហើយអញ្ចឹងបន្ទាប់មកវា load ទាំងនេះមកអ្នកនរគ្នាឃើញវាចម្លើង extension នេះឲ្យយើងដល់មកទៀតចុច start free offer នេះវាបង្ហាញដែរវាដាក់ no credit card required អញ្ចឹងតោះមកចុច start now មក start now ហើយអ្នកនរគ្នាចុច sign in ជាមួយ Google មកឥឡូវខ្ញុំ sign in ជាមួយ Google account របស់ខ្ញុំដែល login នៅក្នុងហ្នឹងដល់មកទៀតវាបិទទាំងហ្នឹងហើយនេះវា load welcome នេះ12ខែកញ្ញាហើយអ្នកនរគ្នាចុច get start មកអញ្ចឹងគឺចូលមកក្នុងកម្មវិធី Photoshop ហ្នឹងហើយអញ្ចឹងអ្នកនរគ្នា copy link នេះមួយមកទុកមកថ្ងៃក្រោយពេលយើងចូលគ្រាន់តែចុចចូលបានហើយនេះហើយយើងប្រើបានច្រើនណាអ្នកនរគ្នាអូសមើលវាមាន remove background មាន crop មានអីច្រើនណាមាន generate image ទៀតមាន AI វាល្អដែរជាមួយនឹងចុច create មួយឥឡូវខ្ញុំចុច upload រូបមួយឬក៏យករូបពីក្នុងហ្នឹងក៏បានហើយខ្ញុំ upload រូបរបស់ខ្ញុំមួយពីក្នុង computer ខ្ញុំចូលក្នុង download ខ្ញុំរករូបមួយឥឡូវខ្ញុំដាក់រូបនេះចុះអញ្ចឹងមុខងារច្រើនមាន layer មានអីដូច Photoshop យើងប្រើអញ្ចឹងហើយ free ទេខ្ញុំ free ឡើង12ខែនេះមុខងារដែលខ្ញុំចង់ណែនាំនេះមុខ AI generative ឧទាហរណ៍ថាយើងចង់សរសេរអីកន្លែងណាយើងចង់ឲ្យសើចចង់ឲ្យយំចង់បន្ថែមមុខងារអីឧទាហរណ៍ថាខ្ញុំ select លេខមួយខ្ញុំដាក់ថា make few bird ខ្ញុំឲ្យដាក់សត្វពី3អញ្ចឹងណាចុចមកអូខេមកខ្ញុំមើលវា generate ឲ្យហើយហ្នឹង AI ហើយមាន AI នេះ expand រូបមាន upscale មាន generate រូបអីមានអញ្ចឹងវា free ឲ្យយើងប្រើស្រួលមួយឆ្នាំអញ្ចឹងអ្នកនរគ្នាធ្វើតាមវីដេអូហ្នឹងទៅប្រើបានហើយឥឡូវจะមើលវាចេញមកអានេះយើងប្រើនៅលើ browser យើងប្រើនៅណាក៏បានអត់ចាំបាច់តម្លើងទេឃើញទេនេះនេះយើងដាក់ view bird អញ្ចឹងវាចេញហ្នឹងតែបើយើងដាក់អីផ្សេងវាចេញអាផ្សេងទៀតមើលខ្ញុំដាក់លេខនេះ make a car ខ្ញុំដាក់ car តែខ្ញុំអត់ដាក់ម៉ាកឡានឬក៏អីអញ្ចឹងណាអញ្ចឹងវានឹងចេញឡានឲ្យហើយយើងកែបានទៀតយើងអាច select លើរូបហ្នឹងទៅយើងកែរូបបានទៀតចឹងតិចទៀតមើលវា generate ឲ្យតែសារវាជា AI វាត្រូវការពេលនេះឃើញយើងចង់ធ្វើអីក៏បានដែរនេះអា brush size នេះយើងអាចកំណត់ឲ្យវាតូចវាធំបានអញ្ចឹងហើយយើងអាច generate បានអញ្ចឹងធ្វើតាមហ្នឹងទៅអាចប្រើបាន